ចាំខ្ញុំត្រាំ master plan ជូនលោកយុនៅសប្តាហ៍ក្រោយខ្ញុំគិតថាលាលោកយុទៅ office មុនហើយព្រោះនៅ office មានការងារច្រើនត្រូវធ្វើតោះអញ្ចឹងយើងទៅគិតលុយមិនអីទេសុវត្ថិទៅចុះចាំខ្ញុំជាអ្នកគិតលុយឈប់សិនស៊ូតែគិតលុយមែនកុំតន់អានៅមានខ្ញុំមួយវគ្គទៀតបានអត់លោកនាយកប្រកាសជាបានអេមិននឹកស្មានថាបានជួបមិត្តភ័ក្តិចាស់នៅទីនេះសោះនេះចាខ្ញុំមកញ៉ាំអីជាមួយមិត្តភ័ក្តិមកពីស្រុកប្រាំង 4-5 នាក់គេទៅញ៉ាំចប់លាទៅមិញហ្នឹងហើយគាត់ជួនដើរមកកាត់ឃើញលោកនាយកហើយនឹងលោកសវ័តខានជួបគ្នាយូរណាស់ក៏មកស្វាគមន៍តិចទៅអញ្ចឹងលោកនាយកមានគ្នាកំដរហើយខ្ញុំសូមលាទៅមុនដែរដោយសារតែមានធរៈនៅកន្លែង office សូមលាអ្នកទាំងពីរទៅមុនទេណាចាជំរាបលានាងស៊ូគឺលោកនាយកបាទតែចឹងយើងអង្គុយញ៉ាំអីនៅទីសិនទេតាចាំបងសុំកាហ្វេ2កែវបងសុំកាពូឈីណូអត់ស្ករ1ឡាតេអត់ស្ករ1ចាលោកប្រូឥឡូវអាប់ដេតញ៉ាំកាហ្វេអត់ស្ករទៀតមិនដឹងជាអ្នកណាជាអ្នកបរៀងខ្ញុំឡាតេអត់ស្ករពូឈីណូអត់ស្ករចេះញ៉ាំខ្ញុំទៀតអ្នកប្រុសអត់មើលមករយៈនេះមើលទៅអ្នកប្រុសស៊ីដូចជាទឹកមុខស្រស់ស្រាយដល់ហើយមានរឿងអីថ្មីមែនគឺគ្មានរឿងអីថ្មីទេគ្រាន់តែថាខ្ញុំបានដោះស្រាយរឿងរ៉ាវចាប់សពគ្រប់ចឹងហើយមានអារម្មណ៍ថារៀងធូរស្រាលខ្លួនបន្តិចខ្ញុំមិនដឹងអារម្មណ៍ខ្ញុំដូចជាអារម្មណ៍របស់អ្នកនាងស៊ូអត់ទេតែនៅពេលដែលខ្ញុំបានជួយមនុស្សដែលខ្ញុំស្រឡាញ់គឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនមានអារម្មណ៍ថាដូចបានធ្វើបុណ្យ7វណ្ឌអញ្ចឹងតែមើលទៅអ្នកនាងស៊ូប្រហែលជាមិនទាន់បានជួបអារម្មណ៍ទេខ្ញុំពិតជាមិនធ្លាប់ជួបមែនតែខ្ញុំធ្លាប់បានអានសៀវភៅក្នុងសៀវភៅគេនិយាយថាបើសិនជាយើងចង់ដោះស្រាយបញ្ហាមួយនោះគឺយើងត្រូវតែរកកន្លឹះសំខាន់របស់វាជាអ្វីចុះដើមហេតុនៃរឿងទាំងអស់ហ្នឹងជាអីលោកដឹងអត់មួយជាកូនប្រសាដែលកាត់បំណុលស្នេហ៍អ្នកណាដឹងថាខ្ញុំចោលលេខតែក្នុងខ្ញុំច្បាស់ជាមានចោលមួយជាកូនប្រសាដែលកាត់បំណុលស្នេហ៍អ្នកណាដឹងថាខ្ញុំគឺយើងត្រូវតែរកកន្លឹះសំខាន់របស់វាជាអ្វីចុះដើមហេតុនៃរឿងទាំងអស់ហ្នឹងជាអីលោកដឹងអត់គឺអាម៉ែរបស់ខ្ញុំព្រោះអាម៉ែរបស់ខ្ញុំជាម្ចាស់ភូមិគ្រឹះហើយគាត់ក៏បានបង្កើតរឿងរ៉ាវឡើងមកដែរហើយចាំអាម៉ែរបស់លោកគាត់ចង់បានអីអូយឥឡូវហ្នឹងអាម៉ែកំពុងតែបង្ខំខ្ញុំឲ្យរកកុំភាសាឲ្យគាត់ចង់បានកុំភាសាណាដែលល្អហើយមានទ្រព្យសម្បត្តិហូរហៀរហើយចុះបងថ្លៃស្រីលោកគាត់ជាមនុស្សស្អីបែបម៉េចខ្ញុំនិយាយប្រាប់ចុះណានេះគង់ដោយសារតែជា best friend របស់ខ្ញុំទេណាចាប់បាត់ទៅសម្រាប់ខ្ញុំបងថ្លៃស៊ីនួនគឺគាត់ល្អណាស់គាត់មានសម្រស់ស្រស់ស្អាតមានចំណេះដឹងអត្តចរិតល្អទ
ទុនភ្លុនតោះត្រង់ថាគ្រួសាររបស់គាត់ក្រីក្រហើយសំខាន់បំផុតគាត់គឺជាកូនបំណុលដ៏ធំរបស់ម៉ែខ្ញុំ ចឹងបងថ្លៃលោករៀបការចូលក្នុងគ្រួសារនេះក្នុងនាមគាត់ជា ត្រូវហើយគឺជាកូនភាសាកាត់បំណង អញ្ចឹងមានន័យថាគាត់អត់បានស្រឡាញ់ទេគាត់រៀបការចូលក្នុងគ្រួសារហ្នឹងគឺដោយការបង្ខំចិត្តមិនមែនដោយការស្ម័គ្រចិត្ត បាទ ស្ដាប់ទៅដូចជាចម្លែកណាស់នេះខ្ញុំអត់ដែលធ្លាប់ឮរឿងបែបនេះពីមុនមកនេះអញ្ចឹងបានជាលោកដូចជាឈឺក្បាលរាល់តែថ្ងៃហ្មងតោះញ៉ាំកាហ្វេមួយសិនណាកុំឲ្យ stress ពេក